នៅរសៀលថ្ងៃទី18ខែឧសភាឆ្នាំ2026អាជ្ញាធរនិងមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានសម្ដែងក្តីរំជួលចិត្តនិងសោកស្ដាយយ៉ាងខ្លាំងក្រោយទទួលព័ត៌មានថាសត្វប្រះញីមានផ្ទៃពោះមួយក្បាលទម្ងន់110គីឡូក្រាមបានវង្វេងចូលក្នុងភូមិបនអារ៉ានីសែនជ័យដំណាក់ត្រយឹងហើយត្រូវបានបុគ្គលអកតេមួយចំនួនព្រួតដៃគ្នាវាយនិងបង្អោយឆ្កែដេញបណ្ដាលឲ្យផ្អើលរត់បុករបងលួសមុតសាច់និងត្រូវបានឆ្កែខំរហូតដល់ស្លាប់យ៉ាងព្រៃផ្សៃក្នុងចំការដំឡូងមីអាជ្ញាធរបញ្ជាក់ថាសត្វប្រើសជាប្រភេទងាយរងគ្រោះក្នុងបញ្ជី IUCN Red List ហើយសកម្មភាពអមនុស្សធម៌ខាងលើនេះមិនត្រឹមតែជាការបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិនិងសត្វព្រៃប៉ុណ្ណោះទេប៉ុន្តែវាជាអំពើខុសច្បាប់ក្នុងក្រមបរិស្ថានយ៉ាងធ្ងន់ធ្ងរក្រោយពេលកើតហេតុមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំអរ៉ាល់អាជ្ញាធរមូលដ្ឋានបានចុះអន្តរាគមន៍ភ្លាមៗនិងស្នើសុំគោលការណ៍ពីឯកឧត្តមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ដើម្បីនិមន្តព្រះសង្ឃធ្វើកិច្ចបាំងស្កូលឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធសត្វប្រះញីនិងកូនក្នុងផ្ទៃដ៏កំសត់នោះស្ថិតនៅវត្តបនអារ៉ានីសែនជ័យដំណាក់ត្រយឹងឲ្យបានសមរម្យផងដែរមន្ទីរបរិស្ថាននិងអាជ្ញាធរបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌របស់ក្រុមបុគ្គលអកតេខាងលើនិងបានធ្វើការស្រាវជ្រាវដើម្បីចាត់អវធានការតាមផ្លូវច្បាប់ជាធរមានជាមួយគ្នានេះអាជ្ញាធរក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងករណីប្រទះឃើញមានសត្វព្រៃវង្វេងជួក្នុងភូមិឋានសូមមេត្តាចូលរួមការពារថែរក្សានិងរាយការណ៍ជាបន្ទាន់មកមន្ត្រីបរិស្ថានឬអាជ្ញាធរមូលដ្ឋានដែលដូចចិត្តបំផុតដើម្បីសង្គ្រោះពួកវាឲ្យបានទាន់ពេលវេលាជៀសវាងការបង្ករបួសស្នាមឬសម្លាប់សត្វព្រៃដោយអចេតនានិងចេតនា